លោកអឹមឈឿតអ្នកចម្រៀងធ្លាប់ល្បីឈ្មោះសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅចេញពីមន្ទីរពេទ្យក្រោយពីសម្រាប់ព្យាបាលជំងឺអស់រយៈពេលជាង10ថ្ងៃលោកអឹមឈឿតដែលមហាជនធ្លាប់ស្គាល់ថាជាអ្នកចម្រៀងមានឈ្មោះល្បីល្បាញមួយរូបប្រចាំក្រុមតន្ត្រីនាយកដ្ឋានសិល្បៈនៃក្រសួងវប្បធម៌និងព័ត៌មានសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបាត់ឈ្មោះបាត់សម្លេងជាយូរមកហើយតែពេលថ្មីនេះលោកបានចូលសម្រាកព្យាបាលជំងឺប្រចាំកាយនៅមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេលជាង10ថ្ងៃហើយបានប្រសើរទៅបានវិលត្រឡប់មកគេហដ្ឋានវិញកាលពីថ្ងៃទី30ខែកក្កដាឆ្នាំ2026នាពេលកន្លងទៅលោកវីរៈវរនីប្រធានក្រុមដំណើរខ្មែរនិងសហការីបានអញ្ជើញទៅសួរសុខទុក្ខនិងនាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីប៉ែនវិបុលជូនលោកអឹមឈឿតនៅមន្ទីរពេទ្យកាល់ម៉ែតអំឡុងពេលដែលលោកសម្រាប់ព្យាបាលជំងឺនៅទីនោះបន្ថែមពីលើនេះឯកឧត្តមទេសរដ្ឋមន្ត្រីប៉ែនវិបុលក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមសម្រាប់បង់ថ្លៃបន្ទប់សម្រាប់ព្យាបាលចំនួនជាង10ថ្ងៃជូនលោកអឹមឈឿតថែមទៀតសមានចិត្តដ៏ល្អប្រពៃរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីប៉ែនវិបុលជាកម្លាំងចិត្តដ៏កក់ក្ដៅចំពោះសិល្បកររូបនេះដែលធ្វើឲ្យរូបលោកនិងក្រុមគ្រួសារមិនអាចបំភ្លេចគុណូបការៈរបស់លោកបានក្នុងឆ្នាំ2026នេះលោកអឹមឈឿតមានអាយុ78ឆ្នាំហើយក្នុងវ័យជរានេះលោកក៏កំពុងមានជំងឺរ៉ាំរ៉ៃជាច្រើនប្រចាំកាយផងហើយបានថ្លែងប្រាប់លោកវីរៈវរនីឲ្យដឹងថារូបលោកនៅតែនឹកនិងស្រឡាញ់វិស័យចម្រៀងគ្មានថ្ងៃបំភ្លេចបានលោកធ្លាប់បង្ហើរសំនៀងដ៏ពីរោះក្រអួនក្រអៅតាមរលកវិទ្យុសំឡេងប្រជាជនកម្ពុជាតាំងពីឆ្នាំ1979រហូតដល់ឆ្នាំ1999នេះជាសំឡេងរបស់លោកដែលនៅសេសសល់ដល់សប្តាហ៍ថ្ងៃក្រោមការស្រាវជ្រាវរបស់ក្រុមដំណើរខ្មែរអូត្រពាំងពីនូទឹកនឹងអូថ្លាខ្យអូត្រពាំងអូថ្លាខ្យងស្រអែមអូណាប្រអែមមានបងអូនមើលមកញ៉ាឆាអែលអូណាប្រអែមមានបងអូនមើលមកញ៉ាឆាបាននិយាយពីសាវតានៃការប្រឡូកក្នុងវិស័យសិល្បៈរបស់លោកអឹមឈឿតមានមហាជនតិចណាស់ដែលបានដឹងលោកអឹមឈឿតមានស្រុកកំណើតនៅទឹកដីខេត្តបាត់ដំបងលោកចាប់ផ្ដើមប្រឡូកក្នុងវិស័យចម្រៀងជាផ្លូវការនៅឆ្នាំ1969ក្រោយពីលោកទទួលបានចំណាត់ថ្នាក់លេខ1ផ្នែកបុរសក្នុងពិធីប្រឡងចម្រៀងសម័យពានរង្វាន់រាំងកាសាលទេសភាពឯជ័យលាភីលេខ1ផ្នែកស្ត្រីគឺបានទៅលើតារាចម្រៀងសំទូចពីពេលនោះមកលោកក៏ចាប់អាជីពជាអ្នកចម្រៀងប្រចាំរាំងកាសាលទេសភាពតែម្ដងលុះដល់សម័យសាធារណរដ្ឋខ្មែរលោកក៏ទៅច្រៀងនៅរាំងកាសាលសន្តិភាពជាមួយលោកអឹងណារីអំឡុងពេលដែលលោកអឹងណារីមិនទាន់ចេញសម្លេងក្នុងវិទ្យុឬច្រៀងដាក់ថាសណាមួយឡើយទន្ទឹមនឹងពេលនោះលោកក៏បានចូលបម្រើការជាមន្ត្រីយោធាដោយក្លាយជាអ្នកចម្រៀងប្រចាំវងតន្ត្រីរបស់លោកឧត្តមសេនីយ៍អ៊ុំសាវុតហើយក្រោយមកក៏ផ្លាស់មកបម្រើការនៅវងតន្ត្រីកងពលតូចលេខ15នៃកងពលធំលេខ3ជាមួយតារាចម្រៀងពៅវណ្ណារីក្នុងសម័យសាធារណរដ្ឋខ្មែរក្នុងអំឡុងពេលនោះលោកអឹមឈឿតក៏ធ្លាប់បានឡើងច្រៀងចម្រៀងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍សាធារណរដ្ឋខ្មែរផងដែរក្រោយថ្ងៃរំដោះ7មករាលោកបានបន្តអាជីពសិល្បៈចម្រៀងដោយចូលបម្រើការក្រុមតន្ត្រីនាយកដ្ឋានសិល្បៈនៃក្រសួងវប្បធម៌និងព័ត៌មានមហាជនបានឮសំឡេងចម្រៀងរបស់លោកតាមរលកវិទ្យុសំឡេងប្រជាជនកម្ពុជាតាមរយៈចម្រៀងទោលនិងចម្រៀងឆ្លើយឆ្លងជាច្រើនជាមួយដៃគូចម្រៀងប្រចាំក្រុមតន្ត្រីដែលលោកបម្រើការដូចជាជាមួយលោកស្រីសិនសុវណ្ណារីលោកស្រីលាស់សារុនលោកស្រីផេងសុផារ៉ាជាដើមក្រុមដំណើរខ្មែរក៏កំពុងចងក្រងប្រវត្តិរបស់លោកទុកដើម្បីតម្កល់ជាឯកសារផងដែរOh